ព្រះអង្គបើយកមកឆ្អែតនោះមិនមែនពួកយើងនោះទេតែជាពួកនោះឆ្អែតក្រាបទូលពួកនោះប្រកាសជាឆ្អែតណែស្អីលោកតើនេះគឺទូលបង្គំឃើញយ៉ាក្រាបទូលយ៉ាលឿនតាលឿនឡើង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 លឿនហើយអូទេពធីតាមែននៅព្រៃនេះមានទេពធីតាដែរណាមិនមែនទេពួកនាងអាចជាយៈប្រែកាឡាកថាបានដែរកុំណាយើងតដៃណាឯងនឹងហើយដែលជាយៈប្រែកាឡាមកកុំចូលមកណាប៉ិតមែនហើយបើចូលមកណាយើងសំពងក្បាលឥឡូវបើមិនមែនយៈទេឬក៏ចៅព្រៃទៅអេកុំណាកុំធ្វើឲ្យពួកខ្ញុំណាខ្ញុំសុំបងកុំជឿអីព្រះអង្គអាចជាល្បិចរបស់ពួកនាងក៏ថាបានដែរព្រះអង្គប្រយ័ត្នប្រកែកផងទៅបានហើយយើងមិនមែនជាយៈឬក៏ចោរទេនេះគឺលោកខុនយុទ្ធអ្នកតាមយើងមកទេពួកនាងដឹងទេថាម្នាក់នេះគឺជានរណាបើនាងដឹងនោះក្បាលពួកនាងមានសិទ្ធិដាច់ពីស្មាក៏ថាបានពួកយើងមិនដឹងទេថាលោកម្នាក់នេះជាអ្នកណាតែពួកយើងមិនមែនជាព្រាយមិនមែនជាយៈពួកយើងជាបងប្អូននឹងគ្នាហើយពួកយើងក៏កិច្ចពីយៈមកដូចគ្នាដែរលោកម្នាក់នេះគឺព្រះអង្គឫទ្ធសិទ្ធិនៃនគរគុតរៈព្រះអង្គឫទ្ធសិទ្ធិទេពិតមែនហើយថ្វាយបង្គំទៅថ្វាយបង្គំព្រះប៉ខ្ញុំម្ចាស់សូមព្រះរាជទានតុងជំនួសបងនិងប្អូនផងព្រះអង្គអ្នកណាមើលព្រះអង្គមិនដឹងនោះពិតជាភ្នែកស្អុយមែនព្រះអង្គមានរូបរាងសង្ហាដូចជាទេវបុត្រអញ្ចឹងនាងនេះឃើញអ្នកណាសង្ហាមិនបាននោះទេបានហើយយើងមិនប្រកាន់ទេប៉ុន្តែពួកនាងកិច្ចពីយៈមកមែនទេយៈអូណាព្រះអង្គយៈអត់ទេក្រាបទូ
ព្រះអង្គពួកយើងគិតពីយៈមកហើយចាប់ព្រះអង្គវិញមកធ្វើអីក្នុងព្រៃនេះយើងមិនដែលលេងព្រៃបបបាញ់សត្វហើយក៏ជួបយៈហើយក៏រត់មកទៅជួបពួកនាងនេះហើយណានាងកាត់អីគេប្រហែលងងឹតមុខហើយសម្រាប់សិនទៅបងផេតក៏បានឲ្យផៅសម្រាប់សិនទៅបើអញ្ចឹងទៅសម្រាប់ក្រោមដើមឈើនោះសិនទៅលោកខុនយុទ្ធលោកឆាប់ទៅរកទឹកមកណាបានកាត់ទូលតោះឆាប់ផៅកាត់អីនឹងផៅកាត់អីនាងពេលនេះយ៉ាងមិនទៅហើយអាចទៅរួចទេទៅរួចព្រះប៉ខ្ញុំម្ចាស់មិនអីទេចុះថាប់ធីមទៅរួចទេខ្ញុំម្ចាស់មិនអីទេព្រះប៉គ្មានបញ្ហាទេអូយថាប់ធីមកាត់អីហ្នឹងទៅរួចទេហ្នឹងមិនអីទេណែមានតែអ្នកបារម្ភពីផាត់ធីមខ្ញុំម្ចាស់ណាក៏ហត់ដែរព្រះប៉មិនឃើញព្រះអង្គសួរខ្ញុំម្ចាស់តតែសោះនេះហៃលីនហេតុអីឯងនិយាយបែបនេះប្រយ័ត្នណាខ្ញុំម្ចាស់សូមព្រះរាជទានទោសជំនួសហៃលីនផងចុះព្រះអង្គបានហើយយើងបារម្ភពីពួកនាងទាំងអស់គ្នាហ្នឹងណាហៃលីនហើយនាងយ៉ាងម៉េចដែរអូយខ្ញុំម្ចាស់ដូចជាងឹតមកខ្លាំងណាស់បើអញ្ចឹងចាំយើងគ្រានាងចុះណាព្រះប៉ហើយហៃលីននេះពិតជាអាក្រក់មែនមើលទៅនៅកណ្ដាលព្រៃបែបនេះនៅមានចិត្តមកប្រជែងគ្នាទៀតចរិតណាស់មិនដែលប្រែប្រួលតតែសោះបានហើយល្មមបានហើយណាប្រយ័ត្នយៈតាមមកតន់ទៅតោះយើងដែរទេមិនហាត់ទេយ៉ាងម៉េចដែរមិនអីទេអូនហាត់មិនដែរទេខ្ញុំមិនអីទេបងហាត់ទេមិនហាត់ទេចាំបងហាត់ទេបងមិនអីទេណាទៅមើលខាងនោះទៅបងចាំមិនដែរមិនអីទេចាំមិនដែរហ្នឹងមិនអីទេតែខាងនោះទៅហត់ទេប៉ាមិនហត់ទេព្រះប៉នេះមិនហត់ទេហ៎សូមបីតែឈរមិនចង់ជាប់ផងណាខ្ញុំម្ចាស់អាចទ្រាំបានបារម្ភតែអ្នកផ្សេងតែនាងពិតជាមានចិត្តល្អមែនផៅអត់ទេព្រះប៉ខ្ញុំម្ចាស់ជាក្មេងកំព្រាអ្នកព្រៃអ្នកភ្នំមិនតែប៉ុណ្ណោះត្រូវយ៉ាងយកមកចិញ្ចឹមតាំងពីតូច
มันមិនល្អដោយដែលព្រះអង្គមានបន្ទូលទេ យើងមិនមែនគិតបែបនោះទេហើយនាងកុំថាខ្លួនឯងបែបនេះអីណាយើងមើលនាងលើចិត្តដែលពោពេញទៅដោយមេត្តាទាំងកាយនិងចិត្ត ព្រះអង្គមានព្រះបន្ទូលលែងទេដឹង មិនមែនទេផៅសម្ដីរបស់ស្ដេចនិយាយហើយមិនកុហកទេ ព្រះអង្គ ហើយយើងនឹងមានពាក្យមួយទៀតណាដែលចង់ប្រាប់នាងណាផៅ សូមព្រះរាជទានទោសព្រះប៉ោដែលព្រះអង្គត្រាំងខ្ញុំម្ចាស់ថាមិនហួសពីការពិតនោះទេព្រះប៉ោពិតមែនហើយព្រះប៉ោប្អូនស្រីរបស់យើងណាស្អាតទាំងកាយស្អាតទាំងចិត្តណែបងផេតនិយាយដូចជាពួកយើងហ្នឹងមិនស្អាតអញ្ចឹងស្អាតក៏ស្អាតដូចគ្នាដែរតែមិនអាចប្រៀបជាមួយផៅបានទេមែនហើយ នេះមានរឿងអីទៅ យ៉ាក់ព្រះប៉ោហើយយ៉ាក់ព្រះប៉ោយ៉ាក់កំពុងតែតាមពួកយើងមកហើយពួកយើងធ្វើយ៉ាងម៉េចទៅមែនហើយពួកយើងធ្វើយ៉ាងម៉េចទៅ អ្នកទាំងអស់គ្នាកុំមកភ្ញាក់ផ្អើលអីណាតាមយើងមក ពួកនាងណាចង់រត់ទៅណាគ្មានអ្នកណាគេចផុតនោះទេ លោកខុនយុទ្ធចាត់ការទៅ ពួកនាងទាំង12នាក់ព្រះម៉ែសន្តាចិញ្ចឹមពួកនាងមកតែពួកនាងរមិលគុណព្រះម៉ែពួកយើងមិនបានរមិលគុណទេព្រះម៉ែសន្តាជាតែពួកយើងជាមនុស្សយៈនឹងមនុស្សនៅជាមួយគ្នាមិនបានទេយើងធ្វើយ៉ាងម៉េចទៅមែនហើយធ្វើយ៉ាងម៉េចទៅមែនហើយពួកយើងឃើញហើយថាគេជាយៈគេចង់ចាប់យើងស៊ីទៀតផងណាអើយយៈអើយនាងយៈនាងពិតជាក្រត់បាមែនហើយចង់យ៉ាងម៉េចនាងជាយៈនាងមុខអាក្រក់គួរឲ្យខ្លាចអើយនាងកន្ទឿខ្លីកន្ទឿអើយហើយនាងយៈចង់សាច់ជាមួយយើងមែនទេនាងយៈក៏ខ្វាក់នាងស៊ីមនុស្សអើយនាងខ្មៅនាងកន្ទឿហើយមកក្រន់បើណាស់នាងយៈផៃលីនបានឲ្យលេងយើងផៃលីនហើយលេងយើងអើយយៈ
នាងយ៉ាដល់លែងពួកគេទៅហើយនៅរៀងខ្លួនទៅ អត់ទេព្រះម៉ែសន្តាប្រគល់ពួកនាងទាំង12ឲ្យយើងហើយយើងចាប់ពួកនាងទៅឲ្យបានយើងចាប់ពួកគេស៊ីទាំងអស់លោកក៏មកចេះបើមិនចឹងទេណាយើងនឹងស៊ីទាំងលោកដែរ បើនេះហ៊ានធ្វើអ្វីគេណាយើងមិនប្រណីដល់នាងទេ បើនិយាយគ្នាស្អាប់មិនបានទេក៏ស្លាប់ទៅ អីព្រះអង្គមិនសម្រាកព្រះពរ យើងឲ្យគុណយុទ្ធគេសម្រាប់សិនចំណែកយើងដើរមើលការពារសុវត្ថិភាពឲ្យពួកនាងតែនាងនេះហេតុអីក៏មិនទៅសម្រាប់ខ្ញុំម្ចាស់ក៏ចាញ់មកស្រូបយកខ្យល់អាកាសដែរព្រះពរទេនេះមិនសូវជាមានសុវត្ថិភាពប្រហែលទេតែមានព្រះអង្គខ្ញុំម្ចាស់ក៏ຕົកប្រតិយហើយព្រះពរ បើគិតបានចឹងគឺល្អហើយណានាងប្រហែលជាពិបាកខ្លាំងហើយមែនទេប៉ិតមែនហើយខ្ញុំម្ចាស់បងប្អូនរបស់ខ្ញុំម្ចាស់ពិបាកណាស់គឺតទៅនេះណាយើងសន្យាថាយើងនឹងមើលថែពួកនាងឲ្យល្អយើងមិនឲ្យពួកនាងពិបាកតទៅទៀតទេ បងផៃលីនឯណាថាងងុយហេតុអីក៏មិនដេកមករំខានព្រះអង្គធ្វើអីចាស់នាងវិញហេតុអីក៏មិនទៅរកដេកខ្ញុំសួរបងមុនហេតុអីបងមិនទៅដេកហេតុអីឯងមិនទៅដេកដែរហេតុអីបងមិនទៅដេកចុះឯងបងមកធ្វើអីចុះឯងមកធ្វើអីដែរមិនមិនទៅដេកបានហើយពួកនាងទាំងពីរទៅសម្រាប់ទៅណាទីនេះគ្មានសុវត្ថិភាពទេយល់ទេចាប់ទៅព្រះពរតាអូយឆាប់ឡើងថាប់ធីមព្រះពរយើងមានរឿងចង់និយាយជាមួយនាងណាព្រះអង្គមានការអីជាមួយខ្ញុំម្ចាស់មែនទេ
ป่าชาติ ដល់ពេលអាសន្នចិត្តស្រណោះនឹកឃើញទាំងអស់គ្រាកំសត់មានស៊ីក៏ស៊ីគ្មានក៏អត់មិនដេចឡើយក៏ព្រាត់ជាយ៉ាងនេះด้วยมิทันตอบแทนพระคุณในแม้นมองหาทางไหนก็ไม่รู้ពួកនាងខំរត់លិចវាលព្រៃព្រោះខ្លាចក្សិនខ្សៃយៈសំលេះខំប្រឹងតស៊ូក្នុងគ្រានេះក្រែងជួបប្រទះពុកម៉ែវិញเพราะยังไงก็เป็นพ่อเป็นแม่ตนอีกสันตาแม่เลี้ยงก็สุดรักสุดจ้าពួកនាងត្អូញថាអោពុកម៉ែស្អប់កូនម្លេះទេចិត្តបណ្ដេញឲ្យកូនវង្វេងរកផ្លូវចេញត្រឡប់ទៅវិញមិនបានសោះเฝ้าถนอมยอมทนเลี้ยงคนมาจึงทวินใจหวังอยากนั่งชิดผู้มีคุณเนื่องนิดสนิทเนิ่นนานแต่ก็เป็นเพียงបើសិនពួកកូនបានជួបអ្នកកិច្ចផុតពីយៈលែងស្រណោះដំណាក់រាជវាំងស្កឹមស្កៃខ្ពស់ព្រៀបមិនបានសោះខ្ទមជរីដល់គិតយូរទៅស្រាប់ភ្ញាក់ខ្លួនបេះដូងអង្រួនខ្លាចសន្តានាំគ្នារត់ទៀតមិនរុញរាលៃលោកយ៉ាងណាឲ្យផុតស្លាប់ហេតុអីម្ដាយម្នាក់ឯងបែបនេះខ្ញុំនឹកដល់ម៉ែឯងនឹកដល់ម៉ែធ្វើអីម៉ែជាយៈណាផៅទោះបីម៉ែជាយៈតែម៉ែជាអ្នកចិញ្ចឹមយើងដល់ធំម្យ៉ាងទៀតម៉ែមិនដែលធ្វើបាបយើងទេម៉ែមិនដែលធ្វើបាបយើងព្រោះចង់ចិញ្ចឹមយើងឲ្យធំហើយចាប់យើងស៊ីនោះអីតែខ្ញុំមិនគិតអញ្ចឹងទេឬក៏ឯងចង់ទៅវិញតែយើងមិនទៅជាមួយទេផៅចាំបានទេយើងធ្លាប់សន្យាជាមួយគ្នាបើយើងសុខយើងក៏សុខជាមួយគ្នាតែបើយើងទុកយើងក៏ទុកជាមួយគ្នាយើងមិនចោលគ្នាទេណាផៅចានាងកំពុងគិតអីហ្នឹង
ខ្ញុំម្ចាស់គិតថាជាកម្មពៀរបស់ខ្ញុំម្ចាស់បានជាមកជួបរឿងអាក្រក់ឲ្យពុកនាំមកបបងក្នុងព្រៃម៉ែសាន់តាដែលចិញ្ចឹមបីបាច់យើងមកប្រែខ្លាចជាយៈហេតុអីបានជាពួកខ្ញុំម្ចាស់មកជួបរឿងបែបនេះនាងកុំគិតច្រើនអីណានាងជាមនុស្សល្អប្រកាសជាកន្លងហួសទៅបានហើយនាងនេះមានប្អូនទៀតទេអត់មានទេប្រពន្ធខ្ញុំម្ចាស់មានតែពួកបងមិនយូរទៀតទេដល់វាំងហើយនេះនាងប្រុងទៅណាទៀតខ្ញុំម្ចាស់មិនតាន់ដឹងទេប្រពន្ធខ្ញុំម្ចាស់គ្មានឪពុកគ្មានម្ដាយតែរកម៉ែសាន់តាដែលជាយាក៏មិនបានខ្ញុំម្ចាស់គ្មានកន្លែងទៅទេប្រពន្ធឥឡូវធ្វើចេះទេបើនាងមិនយល់ទាស់ទេទៅនៅនគរយើងសិនទៅនាងយល់យ៉ាងណាល្អដែរប្រពន្ធខ្ញុំម្ចាស់ជាក្រមុំស្រុកព្រៃជាកូនកំព្រាគ្មានពុកគ្មានម៉ែគ្មានទ្រព្យសម្បត្តិអ្វីក្រៅពីខ្លួនខ្ញុំម្ចាស់គិតថាមិនសមនឹងរាជវាំងរបស់ព្រះអង្គទេនាងឈប់បដិសេធនឹងយើងបានហើយយើងចង់ជួយនាងពិតមែនណាព្រោះយើងចង់នៅជិតនាងគ្រប់ពេលវេលាចង់មើលថែនាងយល់សម្ដីយើងទេតែខ្ញុំម្ចាស់មិនចង់ចោលពួកបងទេបើខ្ញុំម្ចាស់ទៅនៅជាមួយព្រះអង្គពួកបងរបស់ខ្ញុំម្ចាស់ក៏ត្រូវទៅជាមួយដែរពួកយើងមានតែ12នាក់ឲ្យខ្ញុំម្ចាស់ទៅនៅសុខស្រួលតែម្នាក់ឯងមិនបានទេប្រពន្ធបើអញ្ចឹងយើងនាំបងរបស់នាងទៅដែរតាមបំណងរបស់នាងយើងព្រមគ្រប់យ៉ាងដើម្បីបាននៅជាមួយនាងណាអរប្រគុណព្រះអង្គដែលយកពីចិត្តខ្ញុំម្ចាស់កំពុងធ្វើអីផៅចាអត់ទេពួកនាងមកគឺល្អហើយយើងមានរឿងចង់ប្រាប់ពួកនាងណា